នេះគឺជាអគារដែលខ្ពស់ជាងគេនៅកូរ៉េបងប្អូនខ្ពស់មែនទែនក៏ពពកក៏មានខ្ពស់រហូតដល់555ម៉ែត្រហើយមាន123ជាន់យើងមើលពីក្រោមឡើងមើលពីក្រោមឡើងលើឡើងស្លឹមហើយលើមើលពីលើចុះក្រោមវិញឃើញឡានទូចមួយផ្លូវអីទូចមួយស្លឹមពុចមកឡើងទៅដល់កំពូលញ័រជើងហើយខ្ញុំឡើងជាលើកទី3បងប្អូនមើលទេសភាពទីក្រុងសាអ៊ូស្អាតមែនទែនមកមើលពីក្រោមឡើងលើពីក្រោមឡើងលើពីលើចុះក្រោមហើយរយៈកម្ពស់ដែលខ្ញុំឈរនេះគឺ540ម៉ែត្រហើយចិត្តដល់កំពូលហើយមើលពីក្រោមឡើងលើបងប្អូនឃើញផ្លូវឡានអគារពីមើលពីលើមកក្រោមទូចមែនទែនហើយចាំមើលខ្ញុំឲ្យមើលរូបរាងអគារនេះគឺមានលក្ខណៈរូបរាងបែបនេះឃើញអត់បងប្អូនយើងមើលតែចេះតែក៏ដឹងតែខ្ពស់ដែរហើយអគារនេះល្បីខ្លាំងមែនទែនហ្មងនៅកូរ៉េគេទៅស្ថាបត្យកម្មកូរ៉េគឺខ្លាំងមែនទែនមើលទេសភាពគ្រប់បដិគ្រប់ពេលរាត្រីពេលយប់ពេលថ្ងៃគឺមើលទៅស្អាតមែនទែនមកតិចភ្នែកហើយផ្លូវគេមើលចេះទូចទេតែបើដើរជុំវិញអគារហ្នឹងដើរកន្លះថ្ងៃដើរជុំវីវវាធំទីធ្លាចិត្តនឹងធំហើយនេះខ្ពស់ស្លឹមមែនទែនគេនេះ3មែនទែននោះដល់កំពូល555ម៉ែត្រមាន123ជាន់ហើយនេះគឺជារបៀបទិញសំបុត្រគេមានលើជាដំណាក់កាលអញ្ចឹងមានត្រឹមពីលេខ1ដល់លេខ5យើងត្រឹមយកត្រឹមលេខ1ដល់លេខ5យើងជ្រើសទៅហើយឥឡូវបើចង់ឡើងដល់កំពូលយើងត្រូវពាក់ឯកសណ្ឋានបែបនេះហើយខ្ញុំយកជាកញ្ចប់ឡើងដល់កំពូលហ្មងនេះកំពូលដៃចុងហ្នឹងខ្ពស់ហ្មងហ្នឹង Seoul Sky នេះហើយយើងគេថតរូបឲ្យ5សន្លឹកនេះដល់កំពូលចុងបងប្អូនអើយខ្ពស់មែនតើហើយចំពោះតម្លៃចាំខ្ញុំបញ្ជាក់នៅចុងវីដេអូហើយនៃឯកសណ្ឋានដែលយើងពាក់ទៅពាក់ឯកសណ្ឋានបែបនេះបានពាក់ខ្សែរ៉តកើតហើយនេះតារាងតម្លៃហើយច្រកចូលទៅទិញសំបុត្រតារាងតម្លៃយើងចង់ទិញយកកញ្ចប់តម្លៃបែរណាឡើងត្រឹមណាអញ្ចឹងបងប្អូនអាចរើសបានកន្លែងលក់សំបុត្រគឺនៅខាងក្រោយនេះឯងហើយបងប្អូនវីដេអូខ្ញុំធ្វើពីវគ្គអានេះជាវគ្គ1ដែលសារតែវែងពេកវគ្គ2ខ្ញុំធ្វើឡើងដល់ចុងកំពូលហើយនេះតារាងតម្លៃមនុស្សចាស់មនុស្សក្មេងបងប្អូនមើលទៅតាមនឹងទៅដឹងហើយអ្នកដែលនៅកូរ៉េអាចទៅមើលបានហើយនៅកន្លែងគេលក់សំបុត្រនៅខាងក្រោយនេះហើយនេះអាគារចុងកំពូលណានេះឃើញយ៉ាងចុងនេះមានយើងឡើងដល់កំពូលចុងហ្នឹងគឺតម្លៃ130,000 វ៉ុនបងប្អូននៅកូរ៉េដឹងហើយលុយវ៉ុនតម្លៃប៉ុណ្ណាឡើយនេះដល់ចុងកំពូលណាដែកនេះហើយតោះយើងចូលទៅក្នុងហើយខ្ញុំទិញសំបុត្រហើយខ្ញុំឡើងតែឯងហ្មងគេឡើងទៅអស់ឡើងទៅឯងខ្លួនឯងហ្មងហើយឡើងពីក្រោមដល់លើជាន់ក្រោមដីទៅក្រោមដី10ដូចជា20ម៉ែត្រក្រោមដី20ម៉ែត្រឡើងទៅដល់លើ123ជាន់រយៈកម្ពស់ប្រហែលជា500ម៉ែត្រហ្នឹងប្រើពេល1នាទីដល់លឿនមែនតើចដាយន្តនេះលងហឹងតិចអ្នកជិះយន្តហោះធ្លាប់ហឹងតិចមិនខុសពីជិះចដាយន្តនេះទេព្រោះអីវាលឿនខ្លាំងមែនតើ500ម៉ែត្រ1នាទី500ម៉ែត្រជាង1នាទីប្រចដល់ហ្មងហើយនេះទាំង LED គេបង្ហាញពីទេសភាពជុំវិញអគារនឹងហើយនឹងទេសភាពទីក្រុងសាអ៊ូតែម្ដងឃើញបងប្អូនហឹងតិចឡើងមកដល់1នាទីសោះតែលឹងហឹងតិចនេះឃើញទាំង LED គេបញ្ជាក់ពីទេសភាពជុំវិញអគារនឹងតែម្ដងហើយបងប្អូនទស្សនាវីដេអូកុំភ្លេចជួយ share ចែកម្លែកម្នាក់មួយនេះឃើញទិដ្ឋភាពហ្នឹងដល់ពេលយើងមកដល់ជាន់ទី117គឺគេកន្លែងគេស្លៀកសម្លៀកបំពាក់បែបហ្នឹងហើយបំពាក់ខ្សែរ៉តដើម្បីឡើងគេការពារសុវត្ថិភាពបើមិនពាក់ខ្សែរ៉តទេគេអត់ឲ្យឡើងទេគេការពារគ្រូយើងធ្លាក់យើងអីទៅមិនទៀបណាលោកអើយមើលមកក្រោមមកលុះសលឹមពុចហ្មងនេះបងប្អូនឃើញនេះគឺទេសភាពទីក្រុងសាអ៊ូលមកមើលបានគ្រប់ជ្រុង360ដឺក្រេមកអាគារនេះមើលទៅឃើញអាគារក្រោមទូចមែនតើហ្មងអូយនោះមើលផ្លូវខ្វាត់ខ្វែងទីក្រុងសាអ៊ូធំណាស់បងប្អូនហើយកូរ៉េសបោភ្នំនោះឃើញសិទ្ធិភ្នំព័ទ្ធជុំវិញទីក្រុងសិទ្ធិភ្នំកូរ៉េកន្លែងណាក៏ភ្នំនេះភាគច្រើនភ្នំហ្មងហើយមើលអាគារទូចមួយផ្លូវឡានអីមើលតឡានវិញទូចអូយនេះឡើងដល់ខ្ពស់ឡើងញ័រខ្ញុំឡើងលើញ័រជើងហើយលើកនេះជាលើកទី3ហើយដែលខ្ញុំឡើង
នៅមិនអស់ចិត្តទៀតមើលនោះផ្លូវឡានឃើញទូចហើយទឹកហ្នឹងមើលពីក្រោមទូចតែដល់ពេលដើរចុះទៅក្រោមដើរទៅដើរលង្ហត់បានជុំហើយអាកាសធាតុថ្ងៃនេះវាអត់សូវបើថ្ងៃរៀងស្អឹបមនុស្សឡើងច្រើនបងប្អូនអូយសម្រុកឡើងយកលុយទៅណាអស់គ្រាន់តែលក់សបុតឡើងអាគារហ្នឹងមានជាកញ្ចប់មានចាប់ពី 20,000 ជាងរហូតដល់ 13,000 ដូចជាកញ្ចប់ដែលខ្ញុំយកនេះ 13,000 ឡើងដល់កពូលគេថតរូបឲ្យ5សន្លឹកទៀតហើយឡើងដល់កម្ពស់ខ្ពស់ពាក់ខ្សែរ៉តដែលយើងអត់ចង់យកឡើងដល់កម្ពស់ពាក់ខ្សែរ៉តយើងឡើងត្រឹមជាន់ក្រោមធម្មតាទៅបានមើលឃើញដូចគ្នាទេសភាពអូយឡើងញ័រជើងហើយបងប្អូននៅកូរ៉េកុំភ្លេចទៅអាចទៅលេងបាននៅអាគារហ្នឹងអ្នកណាស្គាល់អ្នកណាក៏ស្គាល់ដែរនោះមកអាគារអាផាតមែនសិតសបោអាផាតមែននៅកូរ៉េគេរស់នៅជាលក្ខណៈបែបហ្នឹងអាផាតមែនណាមួយវាកូរ៉េវាសូវសបោដីធ្វើផ្ទះដាច់ចលែកដូចនៅខ្មែរអញ្ចឹងទេនោះឃើញបងប្អូនឃើញអត់នោះសតាគារពាណិជ្ជកម្មអាគារស្នាក់នៅអូនេះហើយទីក្រុងសូអ៊ូលផ្ញើជូនអ្នកដែលចង់មើលទេសភាពទីក្រុងសូអ៊ូលខ្ញុំផ្ញើឲ្យចែកជូនទស្សនាបងប្អូនទស្សនាហើយកុំភ្លេចជួយ share ចែករំលែកមើលអ្នកមួយផងហើយកុំភ្លេចចូលទៅទស្សនាក្នុង YouTube បងប្អូន Subscribe Channel YouTube ខ្ញុំម្នាក់មួយផងនៅលើអេក្រង់នឹងស្រាច់នេះអូញ័រជើងការឡើងញ័រជើងនោះហើយទន្លេនេះគឺជាទន្លេហាន់ដែលទន្លេដែលធំជាងគេទន្លេដែលវែងជាងគេហើយក៏ល្បីជាងគេនៅកូរ៉េដែរទន្លេនេះហើយខ្ញុំឈរនេះក៏ចោលអូឈរឡើងញ័រជើងអូអត់ចង់ហ៊ានឈរទេបងប្អូនអើយស្រាវមើលទៅក្រោមនោះអូធ្លាក់វិញបាច់ទេអូខ្ពស់ណាកម្ពស់ដែលខ្ញុំឈរនេះ500 ម៉ែត្រហើយ500 ម៉ែត្រនោះទន្លេហាន់ស្ពានឆ្លងទន្លេខាងក្រៅអាគារដែលខ្ញុំឈរនេះបងប្អូនអើយនៅក្រោមដីខ្វាត់ខ្វែងគឺសិតតែផ្លូវរថភ្លើងនេះខាងក្រោមហ្នឹងសិតតែផ្លូវរថភ្លើងខ្វាត់ខ្វែងមើលពីខាងក្រៅទៅធម្មតាតែខាងក្នុងមិនធម្មតាហើយមើលកញ្ចក់មើលទៅក្រោមស្លឹមប៉ុចស្ថាបត្យកម្មកូរ៉េខ្លាំងមែនតើបងប្អូនអាគារដែលខ្ពស់ជាងគេនៅឌូបៃនោះក៏ក្រុមហ៊ុនកូរ៉េក៏ជាអ្នកសាងសង់ដែរចឹងបានសូមជែកឃើញថាកូរ៉េនេះមិនធម្មតាទេហើយអាគារដែលខ្ពស់ជាងគេនៅសិង្ហបុរីអាគារដែលល្បីជាងគេនៅសិង្ហបុរីនោះក៏កូរ៉េជាអ្នកសាងសង់ដែរឥឡូវយើងមកឯកសណ្ឋានសម្រាប់ឡើងទៅលើចុងកពូលយើងពាក់ឯកសណ្ឋាននេះដើម្បីពាក់ខ្សែរ៉កបើមិនពាក់រ៉កទេវាអើយច្រឡំវាគេមិនឲ្យឡើងទេយើងពាក់អាវនេះទៅងាយស្រួលពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទាក់នឹងខ្សែរ៉តអូមិនឡើងយានអវកាសបងប្អូនកុំច្រឡំទៅភូមិគានេះមើលទេសភាពខាងក្រៅទន្លេហាន់ច្បាស់ចេះមកស៊ូមមើលទៅចុះមើលអាគារឡានគេខ្ពស់ណាឃើញអញ្ចឹងឯងតែខ្ពស់ណាសារយើងនៅមើលពីលើអាគារខ្ពស់ហើយមើលទៅឃើញទូចមួយអូយស្រីវអ្នកដែលចាញ់ខ្ពស់វិញកុំឡើងល្អជាងតែខ្ញុំធ្លាប់ខ្ញុំឡើងពី3ដងទឹកលើកនេះពីឯកស្ថានជួយឯកស្ថានបាក់ពាក្យម៉េះឯកស្ថាននេះធំទៀតណាគៀបចុងលើជងយាលើអូយដល់កពីឯកស្ថានហ្នឹងទៅក្រៅហើយបងប្អូនកុំភ្លេចចាំទស្សនាវីដេអូវគ្គ2បន្ទាប់ទៀតវគ្គ2ឡើងដល់ខ្ពស់ជាងនឹងទៀត550 ម៉ែត្រនៅ540 ម៉ែត្រហើយគេមានថង់ថង់ប្រំថាថង់យាមគេមានថង់សម្រាប់ដាក់ទូរស័ព្ទកឹបជាមួយនឹងខ្សែក្បាត់ខ្លាច់ធ្លាក់អរគុណបងប្អូនជួបគ្នាវីដេអូក្រោយ